Số đấy này là này theo những dùng miền trên đường muối và hai là nè đường ngọc này vì là biết này cam và cả ID nơi dùng lòng cười EVA topic nhé cả luôn ấy để vào tụ sập đầy đại dương tầm ca miễn cứ một căn đầy lón tại nhiên bán thì bấy cứ email đọc luôn bây giờ nó xong tam đàn tụ sản đọc này từ 4 cho căn thì bởi internet mất nhưng bài viết www bay đó mất đọc epa.co.kr 10 ច្បាស់វាយសតាមនឹងមកតមកឆែកជាងទាំងបែបនេះមកគឺយើងត្រូវយកទង់ជាតិកម្ពុជាចុចលើកទង់ជាតិកម្ពុជាចេញបែបនេះគឺជាងទាំងបែបនេះមួយទៀតមកគឺយើងយកសនេះគេដាក់ sign up បើយើងមើលខាងឆ្វេងនេះមកក៏បានដែរយើងសង្កត់ចេះបើយើងបាក់មើលអង់គ្លេសយើងមើលកន្លងខាងនេះមកកន្លែងយើងត្រូវពេញហ្នឹងតែយើងអត់ពេញឯងយើងមើលខាងក្រោមទៀតនេះអក្សរខ្មៅនេះព្រីមកចុចលើអក្សរខ្មៅនេះខ្មៅមួយជូរនេះវាមាន2មែនទេអញ្ចឹងយើងយ៉ាងស្ដាំចុចមកនេះយកអក្សរនេះចុចលើអក្សរនេះមកដល់ផ្ទាំងនេះខ្ញុំសូមបញ្យល់បន្តិចនេះគឺមាន2របៀបទី1គឺលេខតែញ៉ាំបានឬក៏លេខឆ្លងដែនបូកជាមួយនឹងអត្តលេខឬក៏ប្រកាន់ដៃលេខប្រកាន់ដៃយើងឡងនេះទី2គឺថ្ងៃខែឆ្នាំកំណើតបូកលេខតែញ៉ាំបានឬក៏លេខឆ្លងដែនដែលយើងគេទិញពាក្យប្រឡងហ្នឹងដែលខ្ញុំសូមបញ្ជាក់ដែរគឺលក្ខណៈពិសេសគឺអ្នកធ្លាក់ក៏អាចឆែកបង្កើត ID card បានដែរ ID card សំទោសបង្កើត ID បានដែរហើយសម្រាប់អ្នកជាប់គឺយើងយកខាងលើអ្នកធ្លាក់យកខាងក្រោមអ្នកធ្លាក់គឺយកថ្ងៃខែឆ្នាំកំណើតបូកជាមួយនឹងលេខតែញ៉ាំបានឬក៏លេខឆ្លងដែនដែលយើងយកទៅទិញពាក្យបើអ្នកធ្លាក់នេះកន្លងនេះគឺយកខាងក្រោមមកអ្នកជាប់យកខាងលើមកបាទតទៅទៀតគឺយើងយកចូលមកនេះខាងស្ដាំនេះពណ៌ QQ នេះកន្លង QQ2 យកខាងឆ្វេងទៅពី next ដល់កន្លែងនេះគឺកន្លងខាងលើដាក់លេខប្រកាន់ដៃប្រឡងខាងក្រោមគឺលេខតែញ៉ាំបានឬក៏លេខ passport ខាងឆ្លងដែនខាងលើសូមបញ្ជាក់ដែរយើងមិនមែនវាយលេខកាន់ដៃប្រឡងសុទ្ធទេគឺយើងវាយលេខកូដទីកម្ពុជាគឺលេខ002ឆ្នាំយើងប្រឡងណាឆ្នាំ2016វាយ2016 2015វាយ2015ទៅនេះឧបមា2016ចឹងមកតមកស P មើលតន់តមកលេខកាន់ដៃប្រឡងឧទាហរណ៍នេះ2015វាយ002 2015មកហើយស P ធំហើយវាយលេខកូដប្រឡងមកមើលម្ដងទៀតដំបូងវាយ002ទៅមកលេខឆ្នាំយើងប្រឡងបាទ13 2016ស P ធំតមកទៀតគឺលេខកូដប្រឡងបាទមកទៀតគឺកន្លងទី2គឺត្រូវវាយលេខតែញ៉ាំបានដោយសារខ្ញុំយកឧទាហរណ៍ឆ្នាំ2010យើងបង្ហាញគឺធ្វើដូចគ្នាអត់ខុសគ្នា2010 2013វា10 02 2013ស P លំដាប់ទី2គឺខាងក្រោមនេះយកគឺយើងត្រូវយក ID card មានន័យថាលេខតែញ៉ាំបានរបស់យើងហ្នឹងឬក៏ខាត់ឆ្លងដែនកន្លែងលេខសម្ងាត់នេះគឺយើងមិនយកទេគឺកន្លែងនេះគឺចុចលើវងពណ៌សនេះកន្លែង ID card ដើម្បីចំណុចខ្មៅរត់មកកន្លែង ID card មកឃើញទេមិញកន្លែងនេះឥឡូវចុចមកលើនេះគឺរត់មកកន្លែង ID card យើងចុចកន្លែងលើកឡើង ID card ណូមកវារត់មកហើយមើលចុចមិញនៅកន្លែងនេះឥឡូវខ្ញុំដាក់ដៃលើ ID card ណូវាចុចមកវារត់នេះទៅទៀតដាក់លេខតែញ៉ាំបានយើងចូលទៅក្រោយពីពេញព័ត៌មានសពគ្រប់ហើយ
គឺចុច confirm នេះខាងក្រោមនេះគឺមានកន្លងពណ៌ខៀវ2យើងយកខាងឆ្វេងនេះយកអក្សរនេះមិនយកខាងស្ដាំណាយកខាងឆ្វេងចុចលើអក្សរហ្នឹងជាងទាំងបែបនេះមកគឺយើងត្រូវគ្រីសគ្រប់កន្លងទាំងអស់នៅលើឲ្យតែមានដាក់ដៃលើវាទៅគឺចេញគ្រីសប៉ះវាទៅថេកវាទៅហើយចេញសញ្ញាគ្រីសទាំងអស់គ្រប់កន្លងសល់មួយក៏អត់បានដែរបាទមើលអស់នៅគីឡូសល់ហើយចឹងយើងវាធំមកនេះខ្ញុំមើលនេះខាងស្ដាំដៃនេះមានវាថានិចហើយសូដែលកន្លងបខៀវរៀងខៀវខាងក្រោមគេបង្អស់កែងស្ដាំចុចលើអក្សរហ្នឹងមកហើយវាទៅមុខទៀតកន្លែងនេះដោយសារតែខ្ញុំលបបង្កើតឲ្យខ្ញុំលុប ID ខ្ញុំវិញដើម្បីបង្កើនម្ដងទៀតបង្ហាញដល់អ្នករបៀបនៃការបង្កើត ID ហ្នឹងគឺមានឈ្មោះខ្ញុំនឹងលេខខាងផ្ទុយលេខឈ្មោះ ID ខ្ញុំហើយ password ខ្ញុំដាក់ពីមុនតែឡើយខ្ញុំសុំលោកខ្ញុំកើតថ្មីខ្ញុំដាក់កន្លងទី1នេះគឺចេញបែបនេះគឺអត់មាននេះគឺមានតែ2ខាងលើឈ្មោះនិងគេហៅឆ្នាំកំណើតទេនេះសម្រាប់ID ក៏អត់មាន password ក៏អត់មានដែរនេះវាយទៅមកឆ្លាញ់អីមកខ្ញុំសូមបញ្ជាក់ដែរ ID នេះគឺយើងមិនបាច់ចាំវាយឈ្មោះតាមឈ្មោះយើងក៏បានដែរយើងចង់វាយតាមអីក៏បានដែរហើយតែយើងងាយស្រួលចាំតែខ្ញុំវាយតាមឈ្មោះខ្ញុំក៏បានឧទាហរណ៍ណាpassword គឺរើវាយចាប់ពី6ខ្ទង់ឡើងក្នុងនោះមានលេខមានអក្សរខ្ញុំឧទាហរណ៍ជាដែរកន្លងទី3ដែលយើងរើពេញហ្នឹងគឺ password ដដែលយើងវាយឲ្យដូច password យើងពីមុនដាក់មិនកុំឲ្យភ្លេចងាយស្រួលចាំមានលេខមានអក្សរមកលេខ30ខ្ញុំនេះលេខ35អក្សរ S តូច9 B 1អញ្ចឹងមើលខ្ញុំវាយមើលខ្ញុំមើលអស់នេះ35ហើយមានអក្សរ S មួយទៀតខ្ញុំដាក់លេខ9ហើយខ្ញុំដាក់អក្សរ B ហើយខ្ញុំដាក់លេខ3ខ្ញុំឲ្យវាយតាមនេះខ្ញុំឲ្យតែអ្នកឲ្យចាំហើយយកក្នុងមានលេខមានអក្សរចាប់ពី6ខ្ទង់ឡើង email ខ្ញុំដាក់ email របស់ខ្ញុំខ្ញុំឲ្យដាក់ email នេះអស់ទៅកន្លែងនេះគឺយើងរើបន្ទុយ email ខ្ញុំប្រើ Gmail ខ្ញុំរើ Gmail ខ្ញុំឲ្យប្រើហ្នឹងទៅ Yahoo ទៅ Hotmail ទៅខ្ញុំ Gmail នេះខ្ញុំឆ្លៃលើ Gmail ចុចលើ Gmail ឬ Gmail ចូលមកពេញព័ត៌មានទាំង4នេះរួចហើយទី1 ID មានអក្សរឈ្មោះរបស់យើងក៏បានអីក៏បានដែលយើងស្រួលចាំសម្គាល់របស់យើងទី2 password វាយ2ដងលើក្រោមដូចគ្នាទី3 email ក្រោយហើយយើងមើលខាងស្ដាំនេះគឺមានកន្លង Q2 យើងយកខាងស្ដាំនេះមក register នេះមកយកខាងឆ្វេងកន្លងខាងស្ដាំ2ហ្នឹងតែយើងយកខាងឆ្វេងតែបើយើងចុចរួចហើយគឺចេញពីបែបនេះគឺ sell success sell មានន័យថាតើណៃដល់បាន sell ហើយបានបង្កើត ID វិញហើយយើងឃើញអញ្ចឹងយើងចុច OK មកហើយសូមខ្ញុំសាកល្បងវាយដែលខ្ញុំកាត់បានដែរខ្ញុំវាយតាមខ្ញុំបង្កើតមិញ2016 password 35 9 B 3តើមកខ្ញុំចុច login តើណៃចុចមកហើយនេះឈ្មោះខ្ញុំឥឡូវយើងចង់ដឹងបន្ទុកយើងប្រឡងបានប៉ុន្មាននិយាយសារស្ដាប់បានប៉ុន្មាននិយាយសារអានបានប៉ុន្មានឥឡូវយើងមើលគេដាក់ថាពិនិត្យមើលលទ្ធផលប្រឡងយើងចុចហ្នឹងមកក្រោយមកយើងអត់ចេញមកនេះយើងចុចលើកន្លែងពិនិត្យមើលលទ្ធផលប្រឡងរួចហើយគឺចេញបែបនេះគឺយើងយកនេះកន្លែងលទ្ធផលប្រឡង test នៅទីកូរ៉េចុចលើហ្នឹងមកលើនេះមួយទៀតគឺចេញមកហើយនិយាយសារស្ដាប់បានប៉ុន្មាននិយាយសារអានបានប៉ុន្មានហើយប្រឡងឆ្នាំណាការខ្ញុំប្រឡងគឺ100បន្ទុកជាប់ផ្នែកឧស្សាហកម្មប្រឡងវគ្គ10មួយរាល់ចង់បញ្ជាក់ផងដែរ
ID នេះយើងអាចបង្កើតយើងក៏អាចលុបវាវិញបានដែរហើយសូមបញ្ជាក់ដែរអ្នកដែលចង់បង្កើត ID ឲ្យគេហើយចង់មានន័យថាលួចបង្កើត ID របស់គេដែលដឹងព័ត៌មានគេលួចបង្កើត ID របស់គេហើយព្យាយាមបង្កើតហើយមិនឲ្យគេបង្កើតបានម្ដងទៀតចង់បានន័យថាឲ្យគេមិនអាចគេឆែករបស់គេបានអញ្ចឹងធ្វើអញ្ចឹងមិនល្អទេវាជារឿងមួយដែលមិនល្អទេហើយមួយទៀតគឺនៅពេលដែលយើងបង្កើតលួចយើងដឹងទិន្នន័យគេលួចបង្កើត ID គេដោយមានបំណងឲ្យរបស់គេខូចมันអាចឆែកមើលខ្លួនឯងបានវាមិនខូចទេគាត់ថាมันអាចឆែកមើលខ្លួនឯងបានអញ្ចឹងគឺវាគ្មានអីបានត្រឡប់មកវិញទេព្រោះអីចំពោះ password គឺយើងអាចយកមកវិញបានគ្រប់ពេលទោះបីជាអ្នកបង្កើតរួចហើយក៏ដោយក៏គេអាចទាញមកវិញបានដែរឲ្យគេមានទិន្នន័យអញ្ចឹងមិនបាច់ធ្វើអញ្ចឹងទេបើយើងដឹងយើងជួយគ្នាទៅខ្មែរដូចគ្នាហើយពេលដែលយើងចេះបរៀនតគ្នាជួយគ្នាព្រោះឲ្យយើងខ្មែរដូចគ្នាទេអរគុណច្រើនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំបើអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមសួរខ្ញុំបានឬក៏មានអីឆ្ងល់អាចសួរខ្ញុំបន្ថែមបានអរគុណសូមជម្រាបលា